ơi mau ơi em mau ơi cái đó chua chua Khmerគេសម្រុកទៅលេងបនឡានអ្នកតានៅក្នុងចកាច់ទាំងគោចឹងចាស់ដូចខ្ញុំកុំទៅរំខានគេយើងទៅរកកន្លែងស្ងប់ស្ងាត់ទៅលេងបងប្អូនយើងមើលលោតផ្លែតផ្លោតពេញតែផ្លូវនៅទៅលេងបន្លែងស្វាលេងអូយទៅមកពីពេញតបានសម្រាប់ស្រួលបួផងក៏មានធរៈត្រូវទៅព្រៃវែងទៀតអស់បានប្អូនមួយទៅជាមួយខ្ជិលបបួប្អូនពៅទៅព្រោះជិះម៉ូតូជាមួយប្អូនពៅម្ដងណាក៏ឆ្លោះតែគ្នាដែរព្រោះប្អូនពៅជិះផ្សើប្រយ័ត្នប្រយែងទេលឿននឹងខ្ញុំនេះអង្គុយក្រោយឡើង20គ្មានទុកចិត្តទេអូយប្រាប់ឆ្វេងប្រាប់ស្ដាំឡើងអ្នកបើគេធុញចឹងបបួប្អូនវ៉ែផ្ទះដល់ថ្ងៃទៅណែគេចង់ដើរលេងកែអបសុកដែរនឹងបានត្រូវជើងគ្នាបានទៅ2នាក់មកខ្ញុំនេះអត់មានកម្លាំងក្នុងការដប់គេផងនឹងឲ្យគេដប់តាព្រៃវែងទៅច្រើនដងហើយតែនៅមានអារម្មណ៍ថាជិះទៅយូរទៅបើស្វ័យរៀងទេមកផ្លែតដល់ប៉ុន្មានថ្ងៃនឹងធ្វើដំណើរចេញពីផ្ទះរហូតផ្លូវឆ្ងាយឥឡូវឡើងខ្សែវកម្លាំង voice over ទាំងហាមកអត់ចង់រួចអូយយ៉ាវ៉ាខ្សោយធម្មពលឥឡូវទៅដល់ព្រៃវែងហើយនៅពេលវេលាច្រើនដែរមិនដឹងថាទៅណាតទៀតបងអូនគេចង់ទៅលេងបាភ្នំតែខ្ញុំនៅមានចង់អីសំបីតែបន្តិចអញ្ចឹងទៅក៏តបពីធ្វើទៅរយៈរួចក៏ហៅសម្រាប់ថាទៅនាំគ្នាទៅលេងនៅតួបារាយដែរតែហ្មងតែខានទៅលេងយូរដែរនឹកអើយពួកម៉ាក់នៅលើចុងឈើទៅលើកមុនតែបោះលះដាក់គ្នារត់ដេញពេញនោះនេះជាផ្លូវចេញពីក្រុងព្រៃវែងទៅកាន់ទូអស់លោកឬហៅទូបារាយអណ្ដែតនឹងផ្លូវឡើងស្ងប់ស្ងាត់ផ្លូវនឹងស័ក្តិសមចំពោះអ្នក introvert អត់ចូលចិត្តញ៉ៃច្រើនណាតែផ្លូវគេឡើងស្អាតឥឡូវកាលពីមុនទេអូយទឹកអីច្រើនណាឡើងលិចឡើងអីទៀតតែឥឡូវអត់ទាន់មានទឹកអីលិចអីទេហើយខ្ញុំស្រុតលើគេថាតួនឹងអត់ចេះលិចទឹកទេទោះជាខាងលិចអស់យ៉ាងណាក៏ដោយតួនឹងក៏នៅតែផុតពីទឹករហូតចឹងមិនគេដាក់ឈ្មោះបារាយអណ្ដែតព្រោះវាអណ្ដែតលើទឹកអីតែមិនដឹងថាជាការពិតឬក៏អត់ទេតែដឹងថាកន្លែងហ្នឹងសម្បូរគេទៅបន់ស្រន់ច្រើនណាហើយមានគេយកអីផ្លែឈើយកជ្រូកខ្វៃយកអីទៅសារទៀតនៅពេលដែលគេបន់ឲ្យសម្រេចបំណងចឹងខ្ញុំពីអ្នកប្អូនរត់ទៅបន់ស្រន់គេដែរនេះតែគួរបន់ស្រន់ថាម៉េចទៀតទៅនេះអត់ដឹងថាចង់បានអីទៀតចង់បានច្រើនដែរនៅនឹងរៀងឲ្យស្ងាត់បន្តិចតែថ្ងៃដែលខ្ញុំទៅនឹងកាន់តែស្ងាត់មែនតើប្រហែលជាគេទៅឡើងអ្នកតាក្នុងជិះកាច់ដល់កាលពីមុនទៅក៏ឃើញមានមនុស្សច្រើនដែរហ្នឹងពេលថ្ងៃសម្រាប់អញ្ចឹងផែថ្ងៃនោះចំបុណ្យឡើងអ្នកតាប្រហែលជាគេទៅលេងភ្នំជិះកាច់ហើយបានមានពីណាមកហ្នឹងអញ្ចឹងទៅអូស្ងប់ស្ងាត់ត្រូវដល់សម្រាប់ខ្ញុំឥឡូវរៀងចូលចិត្តហើយភាពស្ងប់ស្ងាត់អីជាងមុនអញ្ចឹងណាពេលនេះយើងបានមកដល់ទូបារាយអណ្ដែតហើយស្ងាត់មែននេះអត់ទៅមានមនុស្សផងរកកន្លែងសេរីទុកម៉ូតូសិនទុកឲ្យស្រួលបួវហ្នឹងមានអីពួកម៉ាក់មកលួចមួកពួកម៉ាក់ពេញដើមឈើនោះអូយច្រើនមែនតែនកាត់កូនកាត់ចៅតែឥឡូវដូចជាបាត់ខ្លួននៅទៅកន្លែងណាឯពូនោះពេលមកដល់ហើយយើងចតម៉ូតូរកកន្លែងដើរលេងដើរថតអីសិនឡើងត្រជាក់នៅនឹងព្រោះស្បោដើមឈើពេលនេះយើងមកដល់ទូអស់លោកហើយមកលេងបងប្អូនយើងនៅលើដើមឈើអីបងប្អូនទៅណាហើយម៉ែកុំមកបងប្អូនខ្ញុំដឹងថាខ្ញុំមកលេងអត់មានមកស្វាគមន៍ហងរត់ពូនបាត់អស់លេងឥឡូវដើរទៅមើលកន្លែងស្រះចាំត្រីមានអារម្មណ៍ថាដូចជារៀងឲ្យថ្មីជាងមុនប្រហែលជាគេលាបថ្នាំលាបអីកាលពីមុនដូចរៀងចាស់ធ្លាប់មកលេងជាមួយមិត្តភ័ក្តិហ្នឹងឥឡូវមកលេងជាមួយបងប្អូនកន្លែងមានដើមឈើទៅជាតែបើកន្លែងអត់មានដើមឈើទេឡើងកណ្ដៅចាស់ដែរហ្នឹងព្រោះកណ្ដាលថ្ងៃត្រង់ដើរកាច់រៀងទៅអូនបើចាំមើលក្រោមមើលអីទេអូត្រីនៅក្នុងស្រះហ្នឹងកាលពីមុនស្បូរត្រីក្រហមច្រើនឥឡូវហ្នឹងត្រីអីដូចជាត្រីប្រាតែធំមែនតើអត់មានពីណាគេចាប់វាទៅណាអញ្ចឹងសម្បូរហើយទេសភាពអូយដូចជាពីលើទឹកមានដើមឈើមានអីចឹងឡើងស្អាតគាត់ថាថតរូបបានស្អាតទេព្រោះថ្ងៃក្តៅហ្នឹងគឺមកឡើងខ្មៅម្នាក់ហើយមានទុកមានអីនោះចង់អុំទុកលេងដែរតែទាស់ត្រង់អត់ចេះហែទៅឥឡូវនេះបងប្អូនខ្ញុំបានចេញមកហើយនឹងយកមកពីណាទេច្រើនមែនតែនមកទាំងវងមានទាំងកូនមានទាំងប្តីមានទាំងប្រពន្ធដើរតម្រៀបជូតម្រង់មករកខ្ញុំហើយខ្ញុំអត់មានកាន់នំមានអីចឹងទៅគេអត់ខ្វល់ពីខ្ញុំបានទេតែហក់មកតម្រង់មកហ្នឹងខ្ញុំរៀងខ្លាចដែរហ្នឹងមានតែរត់ទេរត់លឿនមែនតែនអូយអត់ទុកចិត្តទេវខ្ញៅហ្នឹងតែភាសាប្រហែសអត់ទុកអីនៅម៉ូតូបំលួចយកបាត់អស់ឥឡូវហ្នឹងមិនដឹងជាមានចរិតចោលកាត់តាណាយ៉ាប់តបកំពុងលុកលយអីវាលួចមរួយទេស្រោបដៃសុំវិញហើយមើលទុកចិត្តចាយនឹងអត់បានមែនគេអាឡ័យតានៅអង្គុយនោះឯងមកលួចស្រោមដៃគេប្រងឡើងទៅលើដើមឈើចឹងតកិច្ចពីប្លង់នឹងនៅលើសុខភាពទៅមើលកញ្ចុះលើទឹកនៅជ្រុងមកខាងទៀតវិញម្ដងទឹកឡើងខៀវមានផលិតមានអីដុះនៅក្នុងនឹងហើយកញ្ចុះឡើងស្អាតនេះតែហាមយកចំណីអាហារទៅហូបចុកលើនោះអត់ដឹងថាមិនគេហាមដែរគេឲ្យទៅឈរលេងទេមើលអត់មានពីណាគេនៅលើនឹងអញ្ចឹងមានតែខ្ញុំឡើងស្ងាត់នេះ
មានណាក្មេងៗសតតែសិតស្បូរប្រុសប្រុសក្មេងប្រុសប្រុសនៅជ្រុងខាងនោះពីក្រុមដែរហើយមានតែពួកខ្ញុំស្រីស្រីទៅឃើញមានក្មេងស្រីស្រីនៅនោះកាយនោះពីរអ្នកអីដែរថ្ងៃអាទិត្យហ្នឹងដូចជាស្ងាត់ដល់ហើយលើកមុនដូចជាអ៊ូអជាងនឹងពេលបនទៀនប្រហែលជាកាន់តែអ៊ូអជាងនឹងទៀតតែនៅក្នុងស្រះនេះអត់តន់សូវឃើញឲ្យត្រីណាឲ្យអើតមកសោះនេះម្យ៉ាងអត់បានទិញចំណីយកមកដាក់ឲ្យត្រីផងធំមកទូបារាយដែរហ្នឹងឡើងលួងល្វើយដែរហ្នឹងហើយតាគាត់ខំអភិវឌ្ឍកាន់តែបានហើយរីកចម្រើនជាងមុនស្អាតជាងមុនហើយខេត្តព្រៃវែងបើសិនជាមានកន្លែងដើរលេងច្រើនណាខ្ញុំអាសាទៅដើរលេងតែអត់សូវសោះរៀងខ្សត់ជាងគេណាអត់ទៅមានតំបន់ទេសចរទេសង្ឃឹមថាទៅមុខទៀតកាន់តែមានតំបន់ទេសចរថែមច្រើនទៀតសម្រាប់ចុះឡើងអត់បានបនស្រន់អីដែរអត់ហ៊ានទៅផងឃើញតាសម្រានវត្តហើយតែពីរនាក់មើលទៅរៀងអើយស្ងាត់ពេកចឹងនំគ្នាថតរូបហើយបញ្ញាក៏ចេញពីនឹងដើម្បីទៅផ្ទះវិញព្រោះដឹងថាគួរទៅកន្លែងណាទៀតញ៉ាំអីក៏មិនដឹងញ៉ាំអីសួរគ្នាចុះឡើងចឹងមានតែមកលេងតែប៉ុណ្ណឹងហើយទៅផ្ទះវិញហ្មងតាកុំឲ្យយប់តែមុននឹងទៅគឺឆាតទៅសួរមិត្តភ័ក្តិនៅកណ្ដាលផ្លូវសិននៅផ្ទះអត់ចូលលេងផ្ទះគេហើយញាតិខ្ញុំនៅពេញផ្លូវហ្មងហ្នឹងសរសើរខ្លួនឯងដែរទៅមកពីពេញមានកម្លាំងមកដើរដល់ព្រៃវែងទៀតតាមពិតកម្រងចេញពីព្រៃវែងត្រូវទៅស្វែងរៀងជូនប្អូនទៅរៀននេះទៀតតែមើលទៅលែងរួយទុកឲ្យ father ជូនទៅឥឡូវពេលទៅផ្ទះវិញជិះទៅមើលឃើញភ្នំជាកាច់ល្មមទៅនឹងបនគេឡើងអ្នកតែខ្ជិលទៅលេងណាឡើងភ្នំតែហត់លែងមានកម្លាំងឡើងហើយចឹងទៅបួប្អូនទៅផ្ទះទៅអីទៅចូលជួបមិត្តភ័ក្តិនៅកណ្ដាលផ្លូវវិញចឹង vlog នឹងចាប់ត្រឹមហ្នឹងសិននៅចាំភាគបន្តទៀតនៅផ្ទះមិត្តភ័ក្តិខ្ញុំ